nè bà ô nàyรูปភាពយឺតៗសម្រាប់ในការប្រកួតនេះសុវត្ថិភាពក៏ដើរចូលទៅក៏លូកបានពីដៃ3ដៃពីតាដុកសូអូយមិនធម្មតានោះទេណែបាទចូលទៀតអោក្រៀកចាក់ជង្គង់ស្ដាំមួយពីសុវត្ថិភាពលោកស្រីអាញាកដាបំបាយចាប់ក្រមត្រៀមរងព្រៀបប្រកួតប្រងព្រៀបប្រកួតបាទទឹកទី1 round 1បង្គោលខៀវកម្ពុជាយើងគឺសុវត្ថិភាពរីឯកីឡាករបង្គោលក្រហមកីឡាកររបស់ប្រទេសវៀតណាមតាដឹកស៊ូចូលទៅហើយកំពុងតែមើលសម្រាប់នៅក្នុងការប្រកួតនេះមើលទៅសុវត្ថិភាពរៀងមានកម្ពស់ជាងលូកបាត់ដៃស្ដាំរបស់លេដុកស៊ូទាត់ស្ដាំរបស់សុភាពទាត់ជើងក្រោមពីកីឡាករវៀតណាមសុភាពចូលគប់កែងមួយកែងចូលពីកីឡាករវៀតណាមអោក្រៀកចាក់ជង្គង់មួយលោកស្រីអាញាកដាធ្វើការបំបែកអាយូចុងម្ដងភ្លាមហ្នឹងគឺចាប់ដើមហើយណែមានផ្លែកែងមានអីផ្សេងជាដើមហើយកាន់តែជក់ចិត្តហើយបងប្អូនបាទលូកពីរដៃ3ដៃរបស់កីឡាករលេដុកស៊ូចាក់ជង្គង់មួយសុវត្ថិភាពក៏ទាញមកបួងកន្លែងនេះកំពុងតែរកចាក់ជង្គង់ស្ដាំមួយជង្គង់ស្ដាំមួយទៀតទៅទៀតបវល1-2លោកស្រីអាញាកដាធ្វើការបំបែកចំកដាសង្វៀនបន្តការប្រកួតលេបាទគឺកីឡាករតាដឹកស៊ូបង្គោលក្រហមវៀតណាមម្ចាស់ផ្ទះភាពបាទកុំឲ្យពុកម៉ែបងប្អូនយើងអ្នកនៅកម្ពុជាកំពុងតែទស្សនាតាមរយៈការ live នេះអរសង្ឃឹមណាស៊ូបងប្អូនខមមិនទាំងអស់គ្នាកម្ពុជាស៊ូទាត់ជើងក្រោមមួយកាប់តឡាចពីសុវត្ថិភាពធាក់ចេញមួយពីកីឡាករបង្គោលក្រហមទាត់មកជើងស្ដាំទៀតពីសុវត្ថិភាពដែលចូលទៅលែងម្ដាយស្ដាំអូយចាក់ជង្គង់មួយដូចជង្គង់គ្នាចាប់ក្រែចាប់គ្រៀកចាក់ជង្គង់ឆ្វេងជង្គង់ស្ដាំពីសុវត្ថិភាពជង្គង់ស្ដាំមកជង្គង់ទៀតអាយយចាក់ជង្គង់ដូចគ្នាលោកស្រីអាញាកដាគឺធ្វើការបំបែកទៅទៀតដាក់កំដាប់ដៃមួយកន្លែងនេះចាក់ជង្គង់ជឿបន្តអូយយយបាទនីតិអត់ដើរបងប្អូនអើយបែកបាត់ទៅហើយណែស្គាល់កែងទេគុណខ្មែរអើយណែមានលោហិតមកហើយកីឡាករវៀតណាមអូយបាទភ្នែកខាងឆ្វេងណែមកដូរគ្នាមកប្រើបាញ់មិញនេះអូយកែងមានប្រសិទ្ធភាពមែនកីឡាករបង្គោលខៀវកម្ពុជាសុវត្ថិភាពអូបាទនៅតបកភ្នែកបងប្អូនបាទមិនមែនចើមទេគឺតបកភ្នែកខាងឆ្វេងតែម្ដងអីយយណែមិនធម្មតាទេអីណែឲ្យហេតុមួយហើយបងប្អូនប្រិមត្តទូរទស្សនិកជនលោកអ្នកកំពុងតាមដានទស្សនាណែបែកមួយហើយបាទគុណខ្មែររបស់យើងចាប់ផ្ដើមធ្វើឲ្យកីឡាករបាទគឺខាងវៀតណាមបែកឲ្យមួយលោកគ្រូពេទ្យកំពុងត្រួតពិនិត្យមើលសិនអាចទេមើលទៅនៅក្នុងការដែលប៉ះពាល់ជាមួយទៅនឹងឈាមឬក៏យ៉ាងណាអាយយបាទចូលរួមបន្តការប្រកួតជាបន្តទៀតចូលទាត់ទៅនៅកន្លែងនេះកែកបាត់មួយរបស់កីឡាករវៀតណាមក្រៀកកមួយកន្លែងនេះលោកស្រីអាញាកដាបំបែកអាយ៉ាបងប្អូនយើងណែទាត់ជើងក្រោមមួយទៀតពីកីឡាករវៀតណាមណែសុវត្ថិភាពបាទព្យាយាមនៅក្នុងការចូលទៅដល់ចូលទៅត្រូវកន្លែងនេះលូកបានមកដៃស្ដាំលោកស្រីអាញាកដាបំបែកជាបន្តអាយ៉ាបែកហើយចប់ទឹកទី1ណែបាទប្រិមត្តទូរទស្សនិកជនចប់ទឹកទី1ហើយបាទវើកអ្នកចម្បាំងដែនសមុទ្រគុណខ្មែរអន្តរជាតិទឹកទី2 round 2 chúng ta cùng đến với trận đấu thứ hai giữa Đức Vũ và Sophip. Sự áp sát chủ động của Sophip đã bị gấp sự ngăn chặn từ một cú đá của Đức Vũ. ប្រទេសកជននាំមកទស្សនាជាបន្តទៀតណែចូលមកដល់ទឹកទី2ភ្លាមអីយយសុវត្ថិភាពបាទអាចផ្ដាច់បានឬមិនបានបងប្អូនបើគិតមើលថាតើសុវត្ថិភាពអាចធ្វើបានឬមិនបានសម្រាប់ទឹកទី2នេះអីយយសុភាពបាទអាមេ1ជុំចូលណែទាត់ជើងស្ដាំមួយកន្លែងនេះអោបគ្រៀកជាបន្តចាក់ជង្គង់ស្ដាំមួយពីសុភាពមិនជង្គង់ទៀតពីសុវត្ថិភាពគ្រៀកកន្លែងនេះលោកស្រីអាញាកដាបំបែកអីយយបន្តការប្រកួតទៀតណែទៅទៀតសុភាពកំពុងតែមើលដើរចូលកន្លែងនេះអាយ៉ាបាទលុកបានមួយតែទីក្រោយមួយតែគិចផុតពីកីឡាករបាទគឺតាដុកស៊ូសុភាពកំពុងតែមើលទៀតហើយកន្លែងណាបែកមើលដាក់ថែមឲ្យបែកទៀតឬក៏យ៉ាងណា
អូលងឹតដែរបងប្អូនណោះបាទជុំវិញបាទនេះទាត់មកជើងទៀតពីសុភាពក៏ដើរចូលទាត់ជើងស្ដាំទៀតរ៉ាប់ជាប់សងលូកបានពីដៃពីកីឡាករបង្គោលក្រហមពីប្រទេសវៀតណាមដើរចូលទៀតសម្លឹងមើលមួយទាត់ជើងក្រោមមួយគេផុតពីតាដឹកសូដែលរំពុះប្រច័នមួយពីដៃដៃ3ដៃ4ដៃកន្លែងនេះអុយយសុភាពយ៉ាងណាសុខភាពប្រយ័ត្នប្រយែងមែនទែនដែលកីឡាករវៀតណាមនេះគឺអាចនិយាយបានថាគឺគេខាងបុកស៊ីង kick boxing ហើយបាទអញ្ចឹងកំដប់ដៃរឿងធ្ងន់សុខភាពដើរចូលជាបន្តទៀតសុខភាពដើរចូលជាបន្តទៀតសម្លឹងមើលមួយទាត់ជើងស្ដាំមួយបាទលូកបានពីដៃ3ដៃពីនេះពីតាដុកសូអុយយយណែតដូចដៃហ្នឹងអាចនឹងមានបញ្ហាហើយបាទសុខភាពបាទជំនាញគេ kick បាទអញ្ចឹងគឺកំដប់ដៃគេធ្ងន់អញ្ចឹងអាចបានណាដៃយើងវែងជើងយើងវែងហ្នឹងពីចម្ងាយប្រយោលក៏មានសុខភាពដែរនៅទាត់ជើងក្រោមមួយពីសុខភាពតាដុកសូដូចរៀងមានថាបពលមកវិញហើយបាទបែកយ៉ាងណាក៏ដោយលូកពីដៃកន្លែងនេះពីតាដុកសូសម្លឹងមើលជាបន្តទាត់ជើងក្រោមពីសុខភាពទាត់មកជើងទីពីសុខភាពពីដៃទួនពីកីឡាករបង្គោលក្រហមចាក់ជង្គង់ពីសុខភាពជង្គង់ពីសុខភាពអាយយយណែបាទលូហិតក៏ចាប់ផ្ដើមរៀងហូរមកបន្តទៀតហើយបន្តការប្រកួតជាបន្តបាទពេលវេលាកំពុងតែមើលបាទកន្លែងនេះចូលទាត់ជើងក្រោមពីសុខភាពបាទលូកម្ដាយពីដៃកន្លែងអោបគ្រាកចាក់ជង្គង់ពីសុភាពជាបន្តអោបគ្រាកមួយកាច់គ្រាកកន្លែងនេះជង្គង់ពីសុភាពអីយយលោកស្រីអញ្ញាកដាក៏ធ្វើការបំបែកតាដុកសូព្យាយាមការដើរចូលជាបន្តធាក់ចេញមួយលូកបានពីដៃកន្លែងនេះទាត់មកជើងទីពីតាដុកសូអីយយយ៉ាងណាអញ្ចេះណែមានរឿងត្រូវនិយាយគ្នាសម្រាប់ទឹកទី2នេះបាទសុខភាពពីដៃ3ដៃកន្លែងនេះចូលផ្ទៃមុខទៅលើសុខភាពណែប្រយ័ត្នប្រយែងចប់ទឹកទី2 Final round chúng ta cùng đến với hiệp thi đấu thứ 3 mở màn bằng những cú đá chát chúa មកទស្សនាជាបន្តទឹកទី3សុខភាពបង្គោលខៀវកម្ពុជាយើងណែពីបិចដៃរបស់តាដឹកសូចាក់ជង្គង់មួយអោបគ្រាកជង្គង់មួយទៀតពីសុខភាពទៀតចាក់ជង្គង់មួយទៀតដូរជង្គង់ទៅវិញទៅមកជង្គង់មួយអោបគ្រាកអាយ៉ាទឹកទី3នេះគឺលេងជង្គង់រៀងច្រើនមែនទេលោកស្រីអញ្ញាកដាក៏ធ្វើការបំបែកសុខភាពកំពុងតែដើរចូលកន្លែងនេះកែងបាត់មួយចាក់ជង្គង់មួយទៀតកន្លែងនេះអោបគ្រាកកន្លែងនេះតែលោកស្រីអញ្ញាកដាបំបែកដើរចូលជាបន្តទាត់បរ៉ាប់មួយលូកពីដៃ3ដៃរបស់តាដុកសូទៅលើផ្ទៃមុខរបស់សុខភាពពេញតែម្ដងកន្លែងនេះមិនធម្មតានោះទេសុខភាពនៅតែដើរចូលសុខភាពនៅតែដើរចូលចលើមួយកន្លែងនេះមកចូលមកអោបគ្រាកជាបន្តកាច់គ្រាកលោកស្រីញ៉ាកដាបំបែកបាទនាទីខាងគេដើរបានតាំងពីនាទីបាននាទីហ្នឹងគឺលួនមក0-0វិញហើយអញ្ចឹងបងប្អូនយើងមើលទស្សនិកជនទស្សនារៀងចង់ច្រឡំបាទខ្ញុំច្រឡំដែរហ្នឹងមិញហ្នឹងបាទអត់អីទេឥឡូវមកទស្សនាជាបន្តទៀតresort បាទគឺវិញហ៊ីបាទនៅទីតាំងរបស់កែងបាត់មួយល្អមែនទែនពីសុខភាព2វិញពីកីឡាករបាទបង្គោលក្រហមបាទលោកស្រីញ៉ាកដាបំបែកជាបន្តទៀតអយយណែមកដៃកន្លែងនេះងើយបាទចាក់ជង្គង់មួយជង្គង់ពីរដូរជង្គង់គ្នាកន្លែងនេះជង្គង់ពីរសុខភាពអោគ្រាកជាបន្តបវលមួយវលពីរលោកស្រីអញ្ញាកដាបំបែកជាបន្តទៀតឈាមជូតឈាមមួយសិនអាយ៉ាជូតឲ្យដាក់កប៉ៅខោទៅម្ដងលោកស្រីអញ្ញាកដាដែលចូលមកកណ្ដាប់ដៃឆ្វេងល្អមែនទេពីកីឡាករបង្គោលក្រហមចាក់ជង្គង់មួយពីកីឡាករតាដឹកសូបង្គោលក្រហមចាក់ជង្គង់ពីរសុខភាពលោកស្រីអញ្ញាកដាបំបែកជាបន្តទៀតអាយ៉ាសម្លឹងមើលមួយដើរចូលទៀតហើយសុខភាពបាទនេះលូកបានពីដៃផ្ទុំទួនពីកីឡាករតាដឹកសូបាទកំដាប់ដៃគឺច្បាស់ល្អណាស់បងប្អូនបាទណែយើងប្រយ័ត្នប្រយែងមែនទែនដល់សោដែរសម្រាប់សុខភាពបាទចូលដៃពេញច្រើនណាស់បាទតែអត់បញ្ហាសម្លឹងមើលជាបន្តមួយដើរចូលទៀតអត់ទេរៀងថយបន្តិចហើយចង់ទឹកទី3ហើយទាត់ជើងក្រោមមួយលូកបានពីដៃពីតាដឹកសូចាក់ជង្គង់មួយជង្គង់ពីរជង្គង់សងវិញទៀតជង្គង់មួយទៀតលោកស្រីអញ្ញាកណ្ដាក៏ធ្វើការបំបែកគូនេះរៀងតាមតឹងតិចហើយ
ទឹកទី1ហ្នឹងបាទគឺសុវត្ថិភាពបានឲ្យស្នាមបែកតបកភ្នែកទៅលើកីឡាករបង្គោលក្រហមតាដុកស៊ូ សូភីបង្ងាប់សាច់ បាទលូកបានម្ដាយថែមបានម្ដាយចុងក្រោយនេះទឹកទី3នេះតែម្ដងណែបាទអូនេះរូបភាពយឺតៗសម្រាប់ในការប្រកួតនេះសុវត្ថិភាពក៏ដើរចូលទៅក៏លូកបាន2ដៃ3ដៃពីតាដុកស៊ូអូយមិនធម្មតានោះទេណែបាទចូលទៀតអោក្រៀកចាក់ជង្គង់ស្ដាំមួយពីសុវត្ថិភាពលោកស្រីអាញាកដាបំបាយ The win corner Red corner អបអរសាទរកីឡាករបង្គោលក្រហមរបស់ប្រទេសវៀតណាមតាដុកស៊ូជាអ្នកទទួលបានជាមួយនឹងជ័យជំនះដោយបន្ទុទៅលើកីឡាករសុវត្ថិភាពគុណខ្មែររបស់យើងអរគុណប្រិយមិត្តទូរទស្សនិកជនពីកម្មវិធីសូមអនុញ្ញាតសម្រាប់បន្ទីសិនយើងនឹងជួបគ្នាជាបន្តទៀតសម្រាប់គូប្រកួតបឺតសង្ឃឹមវិញម្ដងបងប្អូន